នេះគឺជាអាកាសយានដ្ឋានអន្តរជាតិដេជោដែលជាប់ចំណុចថ្នាក់លេខ9ធំជាងគេនិងជាស្ថាបត្យកម្មដ៏មានឥទ្ធិពលក្នុងចំណោមស្ថាបត្យកម្មចំនួន11នៅលើសកលលោកអ្វីទៅជាអាកាសយានដ្ឋាន 4S អាកាសយានដ្ឋាន 4S គឺជាប្រភេទអាកាសយានដ្ឋានលំដាប់អន្តរជាតិដែលមានស្តង់ដារខ្ពស់បំផុតដែលត្រូវបានកំណត់ដោយអង្គការអាកាសចរស៊ីវិលដែលហៅកាត់ថា ICAO អាកាសយានដ្ឋានប្រភេទនេះត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ការចុះចតរបស់យន្តហោះធំៗដូចជា Airbus A380 ដល់ A800 និង Boeing 747-800 ដែលជាយន្តហោះធំបំផុតនៅលើពិភពលោកលក្ខណៈសំខាន់របស់អាកាសយានដ្ឋានលំដាប់ 4S រួមមាន 1. ផ្លូវរត់ឬ runway ដែលមានប្រវែងអបបរមា 1,800 ម៉ែត្រនិងទទឹង80ម៉ែត្រដែលអនុញ្ញាតឲ្យយន្តហោះធំចុះចតនិងហោះឡើងដោយមានសុវត្ថិភាព 2. ហេដ្ឋារចនាសម្ព័ន្ធមានប្រព័ន្ធអគ្គិសនីប្រព័ន្ធបញ្ចូលសញ្ញានិងបរិក្ខារទំនើបដើម្បីគ្រប់គ្រងដំណើរការយន្តហោះទំហំធំ 3. សមត្ថភាពអ្នកដំណើរអាចគ្រប់គ្រងអ្នកដំណើរជាច្រើនលានអ្នកក្នុងមួយឆ្នាំរួមទាំងការដឹកជញ្ជូនទំនិញផងដែរ 4. សុវត្ថិភាពនិងបច្ចេកវិទ្យាពពារដោយបច្ចេកវិទ្យាទំនើបប្រព័ន្ធចុះចតដោយប្រើឧបករណ៍ Landing Instrument LIN System LIS និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់គម្រោងសាងសង់ក្នុងដំណាក់កាលទី1របស់អាកាសយានដ្ឋានដេជោត្រូវបានប្រកាសបិទបញ្ចប់ដំណាក់កាលទី1នៅថ្ងៃទី7ខែកក្កដាឆ្នាំ2025និងបានបើកការប្រជុំវិនិច្ឆ័យត្រៀមបើកប្រតិបត្តិការហោះហើរជាផ្លូវការនៅថ្ងៃទី9កញ្ញាហើយក៏បានដាក់ឲ្យសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី20ខែតុលាឆ្នាំ2025កន្លងទៅនេះសូមបញ្ជាក់ដែរថាអាកាសយានដ្ឋានដេជោជាអាកាសយានដ្ឋានខ្នាតធំលំដាប់ 4S ដែលបានសាងសង់នៅលើផ្ទៃដីប្រមាណ 2,600 ហិកតានិងត្រូវបានរចនាប្លង់ដោយក្រុមហ៊ុន Foster & Partner ព្រមទាំងវិនិយោគដោយក្រុមហ៊ុន OCSC ដោយចំណាយទឹកប្រាក់ប្រមាណ$1.5 ប៊ីលានសហរដ្ឋអាមេរិកនៅក្នុងដំណាក់កាលទី1ហើយគេរំពឹងថានឹងទទួលបានអ្នកដំណើរប្រមាណ13លាននាក់ក្នុងមួយឆ្នាំផងដែរក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ខ្ញុំបានពិតជាមានសេចក្តីសប្បាយរីករាយនិងមានមោទនភាពបំផុតចំពោះប្រទេសកម្ពុជាយើងក្រុមការដឹកនាំរបស់សម្ដេចបវរធិបតីសម្រាប់វីដេអូនេះមកដល់ទីបញ្ចប់ហើយសូមជម្រាបលាបាយបាយ